សេចក្តីប្រកាសព័ត៌មានស្តីអំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថានៅព្រឹកថ្ងៃសុក្រទី24ខែតុលាឆ្នាំ2025វេលាម៉ោង 8:00 នាទីនៅវិមានព្រឹទ្ធសភាគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី5បានរៀបចំនៅកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបានពិនិត្យនិងពិភាក្សារួចមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃសុក្រទី24ខែតុលាឆ្នាំ2025វេលាម៉ោង 9:00 នាទីបន្តសម័យប្រជុំលើកទី4ព្រឹទ្ធសភានីតិកាលទី5ដើម្បីពិនិត្យឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីអំពី1ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីអំពីក្របខ័ណ្ឌបទបញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ានទី2ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីអំពីបម្លាស់ទីរូបវន្តបុគ្គល3ការអនុម័តយល់ព្រមលើពិធីសារទី1ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន4ការអនុម័តយល់ព្រមលើពិធីសារទី2ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ានអូស្ត្រាលីនូវែលសេឡង់និង5ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីអំពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្តិភាព